Chỗ rộp an ai đầm lại nẹ đặt tây lơ chiêng cùng chọn cùng ai vừa quay đòi tỏ tên khía rứ đòi xích đây ông nuốt ậtប្រយោជន៍ឡើយតែចូលរាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុខភាពវិញលោក William Carey ជាបេសកជនដំបូងគេនៅក្នុងប្រទេសឥណ្ឌាបានមានប្រសាសន៍ថាចូលសុំព្រះពរបន្ថែមពីព្រះហើយប្រើព្រះពរដែលទ្រង់ប្រទានឲ្យនោះសម្រាប់ព្រះចុះពាក្យសំខាន់នៅក្នុងឃ្លានេះគឺសម្រាប់ព្រះពេលខ្លះមហិច្ឆតាការចង់បានបន្ថែមរបស់យើងគឺស្វែងរកតែសម្រាប់ខ្លួនឯងប៉ុណ្ណោះជាជាងសម្រាប់ព្រះនៅក្នុងចម្ពោះមុនសាវកប៉ូលបានលើកឡើងថាមនុស្សមួយចំនួនប្រកាសពីព្រះគ្រីស្ទដោយចិត្តច្រណែនអត្ថបទគម្ពីរថ្ងៃនេះសាវកប៉ូលទូមានពួកជំនុំថាចូលឲ្យអ្នករាល់គ្នាចូលឲ្យតម្លៃរាប់អានអ្នកដទៃលើសជាងខ្លួនចុះឃ្លានេះមិនមែនមានន័យថាយើងមិនចាំបាច់គិតពីខ្លួនឯងទាល់តែសោះនោះទេប៉ុន្តែយើងគួរតែបង្ហាញឲ្យអ្នកដទៃឃើញពីក្តីស្រឡាញ់ព្រះគ្រីស្ទតាមរយៈជីវិតរបស់យើងនៅក្នុងខ1សាវកប៉ូលរៀបរាប់នៅមូលហេតុសំខាន់4យ៉ាងដែលយើងគួរឲ្យតម្លៃអ្នកដទៃទី1បង្ហាញពីការរួបរวมគ្នារបស់យើងជាមួយព្រះគ្រីស្ទទី2កំសាន្តចិត្តអ្នកដទៃដោយក្តីស្រឡាញ់របស់ព្រះគ្រីស្ទទី3បង្ហាញពីភាពចាស់ទុំខាងព្រលឹងវិញ្ញាណរបស់យើងនិងចុងក្រោយបង្ហាញពីសេចក្តីស្រឡាញ់និងការអាណិតអាសូរគ្នាដូចជាព្រះគ្រីស្ទបានធ្វើដល់យើងការសង្កត់ធ្ងន់លើការចេះឲ្យតម្លៃអ្នកដទៃបង្ហាញនៅទីនេះគឺយើងត្រូវចាំបាច់ផ្ដើមចេញពីក្រុមជំនុំចេះរៀនឲ្យតម្លៃគ្នាហើយបន្ទាប់មកយើងចាប់ផ្ដើមធ្វើបន្តទៅកាន់អ្នកមិនជឿទៀតត្រូវចាំថាបើយើងមិនឲ្យតម្លៃកាន់អ្នកជឿដទៃទៀតបានទេនោះយើងក៏មិនអាចធ្វើទៅកាន់អ្នកដទៃដែលមិនជឿបានដែរការឲ្យតម្លៃទៅកាន់អ្នកដទៃមិនមែនជាធម្មជាតិរបស់មនុស្សយើងដែលកើតមកក្នុងសកលលោកដែលមានបាបនេះទេធម្មជាតិរបស់មនុស្សយើងគឺអួតអាងគិតតែពីខ្លួនឯងគិតតែពីប្រយោជន៍ខ្លួនឯងតែប៉ុណ្ណោះដូច្នេះដើម្បីឲ្យយើងអាចឲ្យតម្លៃដល់អ្នកដទៃបានគឺវាទាមទារឲ្យមានការបន្ទាបខ្លួនការវឹកវើការដាក់វិន័យខ្លួនឯងដោយសូមជំនួយពីព្រះវិញ្ញាណដែលគង់ក្នុងយើងពិចារណាបន្ថែមអ្នកកំពុងតែសម្លឹងមើលមនុស្សដែលកំពុងតែអង្គុយថ្វាយបង្គំជុំវិញអ្នកថាជាមនុស្សប្រភេទណាតើអ្នកអាចឲ្យតម្លៃមនុស្សដែលក្រជាងយើងមានចំណេះតិចជាងយើងដោយរបៀបណា